សមាធិគឺការតម្កល់ចិត្តឲ្យតាំងនៅក្នុងអារម្មណ៍តែមួយនៅលើពិភពលោកយើងនេះមិនដែលមានអ្នកប្រាជ្ញណាទាស់ជាមួយសមាធិទេសាកលវិទ្យាល័យធំនៅលើពិភពលោកសុទ្ធតែសមាធិទាំងអស់មុននឹងចូលរៀនសមាធិ10ឬ15នាទីអាត្មាបានជួបសិស្សនិស្សិតមកពីប្រទេសផ្សេងអាត្មាសាកល្បងសួររឿងសមាធិគេថាចាក់ទឹកបញ្ចូលដបបើដបវាបែរមុខចេញចាក់អត់ចូលទេអញ្ចឹងតើគេតម្រង់មាត់ដបឲ្យស្មើឲ្យត្រង់បានគេចាក់ចូលនិស្សិតមកពីប្រទេសចិនប្រទេសណាអាត្មាសួរទៅបើប្រទេសចិនមិនត្រឹមតែសមាធិទេថែមទាំងហាត់ភ្នែកទៀតម្ល៉េះហើយសាកលវិទ្យាល័យធំក៏គេឲ្យសមាធិដែរចុះពាក្យសមាធិនឹងវាអាក្រក់ណាស់ទៅវាប្លែកចេញពីការរៀនឬក៏យ៉ាងម៉េចសមាធិគឺការរៀននឹងហើយការរៀនលុតដំផ្លូវកាយដូចជាគេលេងសៀកគេដើរលើខ្សែពួរគេជិះកង់មួយអានោះគេរៀនផ្លូវកាយគេលូតដាំដូងដូចអាដេញម៉ុងសាយលូតលើបកគោលយើងមិនចេះលូតទៅលូតបាក់ជើងឥឡូវលាក់ឥឡូវអានោះគេហាត់ពុតផ្លូវកាយដើរលើខ្សែពួរដល់តែផ្លូវវាចាប្រសងលោកសោតអំបាញ់មាញ់លោកប្រឹងទិញហាត់ផ្លូវវាចាដូច្នេះធ្វើឲ្យថ្នឹកអាវាចានឹងរៀបពាក្យសម្ដីនិយាយឬក៏សោតអីក៏ល្អអ្នករៀនភាសានិយាយតំណាក់តំណងបើមិនរៀនមិនទិញទៅនិយាយអង់គ្លេសថាម៉េចប្រាំងថាម៉េចបើកើតមកនៅស្រុកខ្មែរដូច្នេះការរៀនខាងផ្លូវវាចាដល់តែផ្លូវចិត្តមេរៀនបង្រៀនផ្លូវចិត្តគឺអាសមាធិនឹងហើយមិនមែនសមាធិនឹងខុសពីរៀនទេមិនមែនមានន័យថាក្មេងឲ្យទៅរៀនវិញកុំឲ្យសមាធិអាសមាធិនឹងក៏រៀនដែរប៉ុន្តែវាផ្លូវចិត្តញោមញាតិពុទ្ធបរិស័ទទាំងឡាយអ្នកបង្រៀនសំណក់គឺបង្រៀនឆ្កែគេមានរូបមន្តគេបង្រៀនធ្វើម៉េចម្សិលមិញអាត្មាទៅមើលគេបង្រៀនតម្រៃម្ល៉េះហើយគេបង្រៀនបែបម៉េចអាសត្វមិនចេះនិយាយផងគេបង្រៀនដល់ពស់បង្រៀនដល់សត្វឆ្កែឲ្យចេះកាយផ្ទះកាយថ្មរមនុស្សសកត់នៅក្នុងដីរគ្រាប់មីនរគ្រឿងញៀនគឺគេមានវិធីបង្រៀនយ៉ាងណាចិត្តមនុស្សគឺជាចកោតដឹកនាំសង្គមមួយរាល់ថ្ងៃណាញោមអ្នកបើកបរគ្រោះថ្នាក់ចរាចរណ៍អ្នកវាយគ្នាអ្នកបាញ់គ្នាអ្នកប្រព្រឹត្តអំពើខុសអ្នកណាអ្នកបញ្ជាចិត្តអ្នកបញ្ជាខឹងមកឆាវបើទប់មិនតាន់ទេរឿងធំហើយបានជាគេថាខឹងខុសខឹងខូចខឹងខាតបើមនុស្សនឹងមានចិត្តបញ្ជាឲ្យទៅខុសគិតខុសភ្លាមតែម្ដងម្ល៉េះហើយឥឡូវឧបមារឿងយើងធ្លាប់ដឹងសិក្សាពីកន្លងមកបុរាណគេថាខឹងខុសខឹងខូចខឹងខាតអ្នកខ្លះខឹងគេមកផ្លែតទាញកបិតទាញបថៅទាញអាវុធវាយកាប់ចាក់បហាបាញ់តែមកប្រាវទីបំផុតខ្លួនដេកនៅក្នុងគុកទ្រព្យសម្បត្តិអស់កូនចៅបែកបាក់អស់ត្រូវសងគេត្រូវវិនិច្ឆ័យហិនហោចអស់ឋានៈអស់គេឈ្មោះអស់កតញ្ញូបើកឡានប៉ះគ្នាមកផ្លែតអត់មានយកចិត្តមកទប់អារម្មណ៍បានបញ្ចេញកំហឹងមកប្រាវបែកបាក់ទាស់គ្នាកើតរឿងធំធ្លាក់យោស័កតំណែងក៏មានប្តីប្រពន្ធខឹងគ្នាមកប្រាវអត់មានយកធម៌មកទប់ត្រាប់តែបញ្ចេញតាមកំហឹងតែមកប្រាវទៅកើតរឿងអាស្រូវទាស់តែងខ្វែងគំនិតបាក់បែកដូច្នេះអាអំពើទាំងនោះតាំងពីបើកបរធ្វេសប្រហែសបុកគ្នាម៉ាំងអ្នកតខ្សែភ្លើងធ្វេសប្រហែសឆក់ស្លាប់អ្នកឡើងដើមថ្នោតអាឡ័យតែធ្វេសប្រហែសភ្លេចប្រឡែងអាដើមថ្នោតនោះធ្លាក់មកដល់ដីទាំងអស់នឹងមកពីអីការឃុំក្រងចិត្តអត់បានបើឃុំក្រងចិត្តមនុស្សកំពុងតែរាប់លុយនិយាយជាមួយយើងអត់កើតទេចិត្តគេកំពុងរាប់មនុស្សគេកំពុងបើកឡានគេគិតតែពីផ្លូវមនុស្សកំពុងតខ្សែភ្លើងមនុស្សកំពុងតែគិតអីអញ្ចឹងគេយកចិត្តមកធ្វើឲ្យធ្លុងអានឹងហើយសមាធិដូចញោមរាប់លេខអញ្ចឹងបើញោមបាត់សមាធិនឹងរាប់ដល់ណាទេមិញតលសមាធិអញ្ចឹងសមាធិវាអត់អីប្លែកពីការសិក្សារៀនសូត្រទេគឺរៀនផ្លូវចិត្តបានមានរឿងចិនមួយគេថាប្តីនឹងមកពីធ្វើការប្រងចូលទិញកឡថោមួយយកមកផ្ទះត្រាប់តែឃើញអសរសរសេរនឹងថោនឹងថាពេលខឹងខ្លាំង
ទ្រាំសិនទៅកុំអាលសម្រាប់ចិត្តទាំងខឹងក៏មិនទាន់យឺតពេលដែរឲ្យពិចារណាសិនពីអសរនេះមានន័យល្អណាស់ពេលខឹងឲ្យពិចារណាសិនមិនទាន់យឺតពេលទេអញ្ចឹងទៅកុំអាលសម្រាប់ចិត្តគិតអីសោះកុំអាលសម្រាប់ចិត្តពេលកំពុងខឹងប្រាប់តែគាត់ឃើញស្រឡាញ់គាត់តថ្លៃទិញគេវាអត់ត្រូវគេលក់ថ្លៃពេកដល់ថ្លៃពេកអត់បានទិញទេមកផ្ទះនឹកប្រពន្ធពេកមកដល់ឃើញស្បែកជើងពីរគូនឹងមាត់ចដើខឹងចាប់ដើមខឹងយកណាមកដេកហ្នឹងចូលទៅក្នុងផ្ទះឃើញខោអាវប្រុសមកប្រដាប់ស្រីមកប្រដាប់ទៅលើគ្រែឃើញខ្នើយពីរភួយពីរដាក់រួចស្រេចមានស្បែកជើងពីរគូនឹងគ្រែនឹងទៀតហើយក៏មានភួយមានខ្នើយមានអីសម្រាប់ខោអាវមនុស្សប្រុសនៅលើហ្នឹងខឹងហ្មងទាញក្បិតអញមិននៅហ៊ានយកប្រុសមកដេកទាញក្បិតខ្វោករកកាប់ប្រពន្ធគ្មានដឹងរឿងអីតិចទេកំពុងតែរៀបចំទឹកយកមកជូនប្តីឲ្យញឹមដាក់ប្តីឲ្យប្រប្រើបងអញមានរឿងអីហ្នឹងប្តីទាញក្បិតកាប់ហើយស្រាប់តែនឹកឃើញអាពាកនឹងធោគេថាបើកំពុងខឹងឲ្យផ្អាកមកសបកសិនទៅមិនទាន់យឺតពេលទេកុំអាសម្រាប់ចិត្តទាំងខឹងទម្លាក់ក្បិតចុះតែបសួរប្រពន្ធថាស្បែកជើងបោះណាប្រពន្ធថាបោះបងឯងហ្នឹងហើយបងឯងមិននៅក៏ដោយខ្ញុំស្រឡាញ់បងឯងចាត់ទុកថាបងឯងនៅខ្ញុំដាក់ចឹងទៅបើមានគេមកមើលគេថាប្តីអត់ទៅណាទេប្តីនៅតែជាមួយខ្ញុំរហូតចឹងទៅអ្នកគេក៏មិនហ៊ានបៀតបៀនខ្ញុំដែរហើយនៅលើក្រែលើអីហ្នឹងខោអាវបងឯងហ្នឹងហើយស្បែកជើងរបស់របរភួយបងឯងហ្នឹងខ្ញុំចាត់ទុកថាបងឯងនៅតែជាមួយខ្ញុំរហូតអញ្ចឹងតាខ្ញុំស្រឡាញ់បងឯងណាស់ទោះបីបងឯងមិននៅក៏ខ្ញុំចាត់ទុកថាបងឯងនៅដែរឯណោះបោះក្បិតព្រុសហ្មងទៅអាកន្លែងហាងលក់ថោនឹងវិញទិញឲ្យបានហ្មងកុំទៅបានអាថោនឹងទប់កាប់ប្រពន្ធដាច់កបាត់មិញចឹងបានបុរាណគេថាខឹងខុសខឹងខូចខឹងខាតអ្នកចិញ្ចឹមស្កាគ្រាន់តែឃើញកូនស្លាប់ទៅឃើញស្កាមាត់ប្រឡាក់ឈាមកាប់ស្កាងាប់ប៉ុន្តែតាមពិតស្កាវាជួយខំពោះនៅពោះវាមកចឹកកូនឯណោះទេវាខំពោះប្រឡាក់ឈាមទេអ្នកចិញ្ចឹមខ្លាឃ្មុំខ្លាធំវាខំម្ចាស់ខ្លាឃ្មុំនឹងជួយខំខ្លានឹងងាប់ហើយរត់មកប្រាប់ម្ចាស់នៅផ្ទះម្ចាស់នៅផ្ទះឃើញតែប្រឡាក់ឈាមបាញ់ខ្លាឃ្មុំងាប់ដល់ពេលទីបំផុតខ្លាឃ្មុំមិនមែនជាអ្នកខំម្ចាស់ទេគឺខ្លាធំអ្នកខំខ្លាឃ្មុំអ្នកជួយអញ្ចឹងបានពាក្យបុរាណពោលថាខឹងខុសខឹងខាតខឹងខូចមកពីអីមកពីអត់មានសមាធិពេលដែលយើងខឹងមិនបានទប់ចិត្តទប់អារម្មណ៍នឹងហើយញោមណាបានជាមនុស្សខ្លះទាញអាវុធទាញកបិតបថៅឬក៏កភ្លើងបាញ់ប្រងប្រាវហើយទីបំផុតយើងមើលរឿងតែមួយផ្លែតបើទ្រាំតែមិនតិចនោះឲ្យផុតទៅវាមានតែអីប៉ុន្តែមិនទ្រាំឥឡូវនៅក្នុងគុកប្រពន្ធកូនក៏កព្រីផ្ទះសម្បែងទ្រព្យសម្បត្តិក៏គេត្រូវរឹបអូសយកសងគេអីសពបែបយ៉ាងទាំងនឹងហើយបានថាត្រូវតែអប់រំចិត្តអ្នកប្រាជ្ញជំនាន់សូក្រាតប្រៀបចេញទៅណាមកណាបើប្រពន្ធគាត់ជេរគាត់ល្អូគាត់សប្បាយចិត្តបើប្រពន្ធគាត់មិនល្អូមិនជេរទេគាត់អត់សប្បាយចិត្តទេគាត់ថាគាត់អត់បានបដិបត្តិសមាធិតលមានប្រពន្ធជេរគាត់ទ្រាំបានធ្វើឲ្យឈ្នះអញ្ចឹងតើការធ្វើសមាធិនោះមានប្រយោជន៍ឲ្យដល់សង្គមគេនិយាយអំពីមនុស្សនិងសមាធិមនុស្សនិងសមាធិអ្វីដែលកើតឡើងដែលយើងប្រើប្រាស់រាល់ថ្ងៃគឺកើតដោយសមាធិណាញោមណាសមាធិកើតជាពីរសមាធិមួយលោកីសមាធិមួយគេហៅថាលោកតរៈសមាធិជាលោកីដែលយើងហៅថាមនសិការៈចេតសិកគឺការស្វែងរករបស់របរប្រើប្រាស់សម្រួលដល់ការរស់នៅដោយសារតែមនុស្សយកចិត្តមកគិតពិចារណាអញធ្វើមិនបានជាមនុស្សបង្កើតវិទ្យុបានបង្កើតម៉ាស៊ីនបានបង្កើតមញេបង្កើតទូរទស្សន៍បង្កើតដល់ទូរស័ព្ទយើងមើលឃើញគ្នានេះសមិទ្ធិទាំងនេះកើតដោយសមាធិគឺគេហៅថាស្យងនឹងតិចនិចអាស្យងនឹងដូចសមាធិរាវរកតិចនិចនឹងយកមកអនុវត្តចេញម្ល៉េះហើយបានគេរកឃើញវិទ្យុគេរកឃើញម៉ាស៊ីនគេរកឃើញធ្វើយន្តហោះធ្វើឡានអីកើតហ្នឹងចេញពីសមាធិអានឹងជាលោកីគេយកចិត្តទៅគិតគេមុននឹងធ្វើប្រាសាទគេគូប្លង់ហ្នឹងក៏សមាធិក្នុងចិត្តគិតថាគូចេញទៅអញ្ចេះផ្លូវចេញមកអញ្ចេះអាហ្នឹងហើយសមាធិជាលោកីតាអ្នកមេសមាធិមួយក្នុងសម័យបច្ចុប្បន្នគឺលោក Steve Jobs អ្នកធ្វើទូរស័ព្ទ iPhone iPad ឲ្យយើងប្រើនឹងកុំព្យូទ័រ MacBook មួយឆ្នាំគាត់មកសមាធិនៅឥណ្ឌា2 ដងគាត់សមាធិហើយគាត់នឹកឃើញថាចង់ធ្វើឲ្យមនុស្សមើលមុខគ្នាឃើញកាន់តែប្រព័ន្ធបាតដៃនឹងមើលពេញពិភពលោកគាត់យកអាគំនិតសមាធិរបស់គាត់មកបង្កើតចេញជាទូរស័ព្ទ iPhone iPad ខ្ញុំមើលឃើញដែរម្ល៉េះហើយយើងឃើញថានេះសមាធិជាលោកីបង្កើតសម្ភារៈសម្រាប់ប្រើប្រាស់រីឯសមាធិជាលោកតរៈដើរតាមផ្លូវព្រះ
គឺគេលះបង់នៅគ្រឿងជាប់ជំពាក់ដែលក្នុងចិត្តគិតធ្វើអំពើបាបទាំងឡាយទាំងពួងគឺការអប់រំចិត្តប្រដៅជាប្រគុណថាមានលង្ការោលោកបានលើកឡើងហើយការចងចិត្តឲ្យនៅនឹងក្នុងអារម្មណ៍តែមួយបើយើងចងចិត្តក្នុងកម្មដ្ឋានទាំង40យើងលើកកម្មដ្ឋានណាមួយដូចជាយកអារម្មណ៍មកជាប់ជាមួយដង្ហើមគឺយើងព្យាយាមហាត់ចិត្តដូចគេលុតដំរូបរាងកាយគេរៀនលោតដាំដូងអញ្ចឹងដំបងគេដាំដូងមិនតាន់កើតដំបងគេដើរលើខ្សែពួរមិនតាន់កើតគេធ្វើតលថ្នឹកគេដើរកើតយ៉ាងណាមិញយើងទូលមានចិត្តយើងដំបងអត់តាន់កើតគេទូលមានតលកើតទៅចិត្តវាចេះស្ដាប់ប្រកបយើងបានម្លោះហើយនៅក្នុងសង្គមពេលយើងខឹងពេលមានរឿងអីកើតឡើងយើងនឹងមានបញ្ញារកវិធីដោះស្រាយមិនមែនទាញអាវុធមិនមែនទាញកភ្លើងព្រមអំពើហិង្សាទៀតទេម្លោះហើយសមាធិនឹងហើយមានប្រយោជន៍ល្អនៅក្នុងសង្គមមិនខុសទេហើយបើរៀនសូត្រអីទៅអត់សមាធិគ្រូបញ្យល់ដោយតែគ្រូទៅសិស្សអង្គុយដោយតែសិស្សគូកវិសពេញហ្នឹងហើយអាសមាធិគឺធ្វើចិត្តឲ្យនឹងចាំទទួលមេរៀននឹងឯងណាញោមណាហើយបើលោកកតរៈគឺថាសម្រាប់អប់រំចិត្តកុំឲ្យវាទៅគិតអំពើបាបនិងធ្វើអំពើបាបឥឡូវប៉ុណ្ណេះរឿងសមាធិនិយាយពីទឹកដីទីកន្លែងនេះអាត្មាជំរាបដោយត្រង់អត់ដឹងថាមកនឹងមកប៉ុនមាសក៏បូជាទេស្មានថាមកប៉ុនប្រាសាទមកប៉ុនប្រាសាទព្រោះឮតំណែងមកថាញោមបានជួសជុលប្រាសាទជួសជុលទីកន្លែងហ្នឹងបើឃើញក្នុងរូបបច្ចៈហ្នឹងពីដំបូងមកដីខ្ទេចខ្ទីដល់ធ្វើបានរូបរាងប៉ុណ្ណឹងមកស្មានថាធ្វើប៉ុនដូចប៉ុនឆ្លងប៉ុនអីនៅកន្លែងហ្នឹងណាជាប់គ្នាអញ្ចឹងបាននិទានរឿងឲ្យញោមស្ដាប់បន្តិចកុំឲ្យប្រេះពេកព្រោះថាមេកបូជាយើងធ្លាប់ធ្វើរាល់ឆ្នាំយើងដឹងហើយទីកន្លែងនេះវាពាក់ព័ន្ធទៅនឹងប្រទេសកម្ពុជាយើងធ្លាប់មានអាយុកាលយូរហើយប្រវត្តិសាស្ត្រនឹងអាចប្រែប្រួលដោយសារការស្វែងរកឃើញនៅបំណិនថ្មីដំបូងយើងស្មានថាមនុស្សទៅកើតគេរកឃើញគំនូនៅក្នុងខេត្តពោធិ៍សាត់ជាដើមមានអាយុកាល 3-4,000 ឆ្នាំមុនគេសន្មតថាមានមនុស្សរស់នៅ 3-4,000 ឆ្នាំមុនសម័យព្រះទៀតគេរកឃើញនៅភ្នំតាក់ទ្រាំងដែលយើងហៅថាលាអាងស្ពានលាអាងបូរេឬលាអាងព្រះពីដំបូងរកឃើញត្រឹម 3-4,000 ឆ្នាំហើយគេរកឃើញនៅភ្នំលាអាងភ្នំក្បាលរមាសខេត្តកំពតគេឃើញមានមនុស្សរស់នៅតាំងពី 3,000 ឆ្នាំមុនគ្រិស្តសករាជនៅលើទឹកដីនេះស្រាប់តែថ្មីនេះការរកឃើញមានការប្រែប្រួលជាខ្លាំងដោយគេរកឃើញផូស៊ីលនិងឆ្អឹងមនុស្សដែលមានអាយុកាល 71000 ឆ្នាំនៅលើទឹកដីយើងម្ល៉េះហើយនៅភ្នំយើងហៅថាលាអាងស្ពានគឺនៅភ្នំតាក់ទ្រាំងស្រុករតនមណ្ឌលខេត្តបាត់ដំបងទីនេះក៏រាប់ចូលក្នុងបាត់ដំបងដែរពីដើមគឺជាទឹកដីចាស់ដែលមានមនុស្សធ្លាប់រស់នៅតាំងពី 71000 ឆ្នាំមុនអញ្ចឹងត្រឹមសម័យអង្គរក៏ក្រោយដែរយើងគិតទៅថយទៅអាមុនសម័យអង្គរទៀតធ្លាប់មានមនុស្សរស់នៅជាច្រើនដូចជានៅក្នុងតំបន់នេះមានរឿងនិទានខ្លះធ្លាប់មាននគរនៅខាងនោះគេហៅថានគរទ្រាសនៅក្នុងទីនេះក៏ធ្លាប់ជានគរមួយដែរធ្លាប់ជាទីប្រជុំជនមួយដែរតាមអ្នកសិក្សាស្រាវជ្រាវជាច្រើនដូចជាលោកសសដេសលោកអាយម៉ូនីញ៉េថាទីកន្លែងនេះពីមុនសម័យអង្គរគឺជាទីប្រជុំជនធ្លាប់មានមនុស្សរស់នៅជាច្រើននៅទីនេះហើយក៏ធ្លាប់ជាអតីតរាជធានីជាទីក្រុងតាមរឿងនិទានបូរេប្រវត្តិដែលវាអត់ទាន់មានឯកសារច្បាស់លាស់ក៏គេនិទានតគ្នាមកថាទីតាំងប្រាសាទបន្ទាយឆ្មាដែលយើងកំពុងតែធ្វើបុណ្យនេះគឺជាអតីតរាជធានីពីដើមនៅទីនេះគឺប្រាសាទបន្ទាយឆ្មាដែលមានចម្ងាយ59គីឡូឬ60គីឡូពីទីរួមខេត្តបន្ទាយមានជ័យប្រាសាទនេះមានបរិវេណថែវព័ទ្ធជុំវិញគឺ2500គុណនឹង2200ម៉ែត្រប្រាសាទនេះនៅក្នុងចំណោមប្រាសាទដ៏ល្បីទាំងអស់នៅក្នុងខេត្តបន្ទាយមានជ័យខេត្តបន្ទាយមានជ័យជាខេត្តជាប់លេខ3សម្បូរប្រាសាទខេត្តដែលសម្បូរប្រាសាទជាងគេគឺខេត្តសៀមរាបប្រាសាទដែលនៅល្អមានរូបរាងច្បាស់លាស់នៅខឿននៅគ្រឹះមាន220ប្រាសាទប្រាសាទដែលបាក់បែកបាត់ខឿនបាត់គ្រឹះខ្លះនៅសល់148ប្រាសាទលំដាប់ចំណាត់ថ្នាក់ទី2គឺខេត្តព្រះវិហារ
ដែលមានប្រាសាទដែលនៅរូបរាងអាចមើលបានអាចនៅមានខឿននៅសល់ប្រាសាទ178ប្រាសាទរីឯប្រាសាទដែលបាត់បង់រូបរាងទៅ178ប្រាសាទរីឯនៅមានខឿននៅមានអីចំនួន178ប្រាសាទរីឯប្រាសាទដែលបាត់បង់នៅតែដាន37ប្រាសាទចំណាត់ថ្នាក់ទី3គឺខេត្តប្រទេសមានជ័យយើងនេះប្រាសាទដែលនៅមានរូបរាងមានខឿនមាន41ប្រាសាទរីឯប្រាសាទដែលបាក់បែកបាត់បង់អស់ទៅមាន61ប្រាសាទហើយប្រាសាទទាំងនឹងមានឈ្មោះល្អជាច្រើនដែលល្បីដូចជាងគេដូចយើងបានដឹងហើយក្នុងទីនេះគឺប្រាសាទប្រទាយឆ្មាហើយមានប្រាសាទប្រទាយតបមានអីទៅហើយមានខាងកើតប្រាសាទប្រទាយឆ្មានេះក៏មានបារាយឬក៏ស្រះដែលយើងហៅថាមេបុនដែលមាន1200គុណនឹង1000បរិវេណការកសាងប្រាសាទនេះវាកសាងនៅក្នុងចន្លោះចុងសតវត្សទី12ដើមសតវត្សទី13គឺក្នុងចន្លោះឆ្នាំ1118ដល់ឆ្នាំ1281ដោយសារប្រទេសធ្លាប់មានសង្គ្រាមមានរឿងរ៉ាវពីមុនមកមានសង្គ្រាមពីមុនមកបានជាមានឧបតវៈកសាងប្រាសាទនេះឡើងដោយព្រះបាទជ័យវរ្ម័នទី7ក្នុងរជ្ជកាលនោះយើងថយទៅរំលឹកពីដែនដីនេះបន្តិចក្នុងចំណោមប្រាសាទទាំងអស់ដែលមានរូបរាង41ដែលបាត់រូបរាងទៅ61នៅក្នុងខេត្តបន្ទាយមានជ័យយើងឃើញថាបើនិយាយតាមរឿងនិទានតមកទីនេះធ្លាប់ជាបុរីធ្លាប់ជានគរពីដើមគេហៅថាចម្ប៉ាកបុរីអាត្មាគិតថាបើលខោនលេងរឿងហ្នឹងប្រហែលល្អមើលព្រោះរឿងហ្នឹងតាក់ទងនឹងកតញ្ញូកាលពីដើមនគរចម្ប៉ាកបុរីនៅកន្លែងហ្នឹងគឺនៅមុនប្រាសាទនឹងកសាងបើតាមរឿងនិទានមកទេណាអាហ្នឹងវាជាឯកសារសំឡេងតគ្នាមានព្រះរាជាសោយរាជនៅនឹងប្របាទយុសកេប្រពន្ធព្រះនាងបទុមហើយមានធរអាដូចញោមជំទាវបណ្ឌិតអញ្ចឹងសមាធិធ្វើសិលធ្វើទានធ្វើបុណ្យគ្រប់គ្រងប្រជារាស្ត្រនៅក្នុងតំបន់នឹងបានសុខសប្បាយណាស់ប៉ុន្តែក្នុងសម័យកាលនោះវាមានស្ដេចមួយអង្គសោយរាជនៅនគរនៅចំកន្លែងប្រាសាទពៅស្ដេចនឹងឈ្មោះប្របាទហ៊ូលូមានការលូបលុនចង់មកដណ្ដើមយកនគរនឹងក៏ផ្ញើសារមកថាដណ្ដើមយករាជសម្បត្តិសូមឲ្យស្ដេចនឹងបកគលឲ្យបើតាមតែយើងអ្នកការពារកាលនោះគឺត្រូវលើកទ័ពទៅទប់ប៉ុន្តែដោយសារស្ដេចនឹងអ្នកសមាធិអ្នកធ្វើសិលធ្វើទាននឹកថាបើស្ដេចនឹងគេគ្រប់គ្រងដោយធម៌ដែរឲ្យគេគ្រប់គ្រងចុះសុខចិត្តភៀសខ្លួនចេញបកគលនគរនឹងតែឲ្យស្ដេចប្របាទហ៊ូលូនឹងគ្រប់គ្រងខ្លួនឯងក៏ភៀសខ្លួនទៅនៅប្រាសាទតមន់ទៅនៅចំកន្លែងប្រាសាទតមន់នឹងនៅក្នុងព្រៃឡើយទេជាមួយនឹងអគ្គមហេសីហើយនឹងបុត្រមួយដែលមាននាមថាវិបុលកេពេលដែលទៅនៅក្នុងទៅបុត្រនឹងចម្រើនអាយុបាន12ឆ្នាំហើយនាំគ្នាប្រព្រឹត្តធម៌សមាធិរសាសិលនៅក្នុងនោះប្រាប់តែប្របាទហ៊ូលូនេះក៏នឹកឃើញចង់ពង្រីកទឹកដីឲ្យធំទៅទៀតហើយក៏នឹកភ័យថាខ្លាចស្ដេចនឹងទៅកតបកទីងមកវាយទៅដើមខ្លួនយកវិញក៏ចាប់ដើមប្រកាសបងប្អូនណាដែលមានដឹងដែរប្របាទយុសកេនឹងលាក់ខ្លួននៅឯណាបើណាដឹងឲ្យមាស1000តម្លឹងមកលោះហើយអ្នកព្រានប្រមាញ់ដែលវាដើរបាញ់ទៅក្នុងតំបន់ភ្នំដងរែកធ្លាប់ឃើញប្របាទយុសកេនឹងនៅអង្គុយសមាធិនៅម្ដុំប្រាសាទតមន់ហ្នឹងគាត់ទៅចាប់មកហេតុតែចង់បានមាស1000តម្លឹងហ្នឹងចាប់យកមកព្រាត់ប្រាស់ពីអគ្គមហេសីនឹងបុត្រចាប់យកមកប្របាទហ៊ូលូក៏យកមកឃុំទុកដាក់ទរណកម្មយ៉ាងសាហាវឃោឃៅពេលកន្លងក្រោយមកទៀតបុត្រនឹងចេះតែតាមសួរពេលបុត្រអាយុ12ឆ្នាំហើយតាមសួររកថារឿងរ៉ាវយើងវាមិនបានមកនៅក្នុងព្រៃព្រះមេត្តានឹងក៏រៀបរាប់រឿងពីដើមទីប្រាប់ដល់បុត្រនឹងចេះតែមានកំណត់ថាចង់មករំដោះយកប្របីដាវិញព្រះមេត្តាថាកុំអីយើងនៅក្នុងព្រៃអត់មានតបអត់មានទីងអត់មានគ្នាយើងសុំតែសុខទៅឲ្យតែគេគ្រប់គ្រងប្រជាជនបានសុខមិនបាច់ទៅទេ
hạt tà miên chất cắt tình nhu chỉ môi nâng lúc ở bốc sọc chất chân mau xong mà đai lia xong bà miết đa lia chân mau mà xoay như rồi ở bốc mà đo cho lo pi bà sát bà tì chma dương nâng có mà đom tà nâng nâng cô cha nâng có srap tay khơi cái tầng hai cái buôn nẹ tu cho tờ sầm lạp mà nu mà nia cái bông tờ mới bà rìa cho có má có tu chôl mau khơi cái tầng hai chẳng có squall cầm nót đăng tha bà cọt chỉ bà bay đá có tờ prap bà bát hù lưu tha xong mới đo lên mau nè đã nè anh cho tờ sầm lạp ní khmien tu tê lúc chi bà bay đá khnyom bởi trong sầm lạp khnyom này bên khnyom chất lạp chùm nu bạn hù lưu tha nè anh tha mấy nè anh chỉ côn quạt nâng men này bao trắng dương sọc chất sầm lạp nè anh chỉ nu các bạn này bữa nay anh khla han tham men ao ta đo lên nè tu ní mà nè tu ní admin tu sao đo lên mà hơi sầm lạp khnyom chóc nhom chất lạp chùm nu nè hiền lẹ bong chỉ vật đam bây giờ bốc đôi tu ong và po đi sátក្នុងរឿងរតនៈបញ្ជូតហ៊ានលះបង់ដើម្បីម្ដាយដែរណាហើយតែមនុស្សហ៊ានលះបង់ប៉ុណ្ណឹងគឺទេវតាប្រអិនប្រព្រំគឺមិននៅស្ងៀមទេទេវតាប្រព្រៃគឺចេញមកជួយពេលហ្នឹងប្របាទហ៊ូលូបជាឲ្យគេចាប់កុមារហ្នឹងយកទៅសម្លាប់ភ្លាមពួកពេជ្ជឃាតស្ទុះចូលទៅដាវទាំងអស់ចាប់ផ្ដើមឲ្យកាប់នៅមុខមហាជនដើម្បីគំរាមគេខ្មោមុខអាទាំងអស់ដាច់ថាបោះដាវនឹងចោលទៅយកអាថ្មីអាសំលៀងមុតមកទៀតជាច្រើនលើកច្រើនគ្រាយាដាវកាប់ដាវខ្មោមុខទាំងអស់ឥឡូវស្ដេចថាដូរវិធីដុតភ្លើងឲ្យឆេះចាប់វាបោះដុតភ្លើងឲ្យឆេះឲ្យតកូលចាប់កុមារនឹងបោះចូលទៀតស្រាប់តែកុមារនឹងអត់មានក្តៅអីមិនតិចងើបដើរពីក្នុងភ្លើងមកញឹមប្រប្រៃមកតម្រង់ស្ដេចហ្នឹងស្ដេចថាយ៉ាអស់តម្រេះទៅយកតម្រៃមកវោកមកអាតម្រៃកាចពួកមកតម្រៃទៅហ៊ានអាតម្រៃក្នុងសង្គ្រាមបមកវោកមកដល់មកដល់បំផាយឲ្យព្រិចឲ្យជន់កុមារហ្នឹងតម្រៃទៅដល់ជុំពីមុខកុមារហ្នឹងលិតជង្គង់ក្រឹបថ្វាយអង្គមកុមារហ្នឹងអាតម្រៃមេគេតកងកុមារហ្នឹងដាក់លើក្បាលខ្លួនឯងទៀតស្ដាច់ប្របាទហ៊ូលូឃើញតែប៉ុណ្ណឹងដាក់មេប្រាប់រត់ព្រុចមើលទៅកូននេះខ្លាំងកាប់មិនត្រូវអីគុំត្រូវអញ្ចឹងរៀនតស៊ូជាមួយទៅរត់បាត់ដល់ប្រជាជនឃើញប្របាទហ៊ូលូទៅបាត់ហើយជាប់សង្គ្រាមហើយពេលនេះហើយអញ្ចឹងទៅក៏ព្រះរាជកុមារវិបុលគេក៏តង្ហែយកប្របីដាហ្នឹងទៅសោយសម្បត្តិសុកនៅតំបន់ភ្នំប្រាសាទតមន់ហ្នឹងទៅដល់មិនយូរប្រមាណប្របីដាហ្នឹងក៏អស់ប្រជជនសគុតបាត់ទៅនៅសល់តែ2នាក់ជាមួយប្រមេដាប្រជាជនដែលនៅទីប្រជុំជននៅប្រទេសឆ្មាហ្នឹងក៏ឡើងទៅតំបន់ប្រាសាទតមន់ទៅយាងព្រះអង្គចុះមកវិញដល់យាងចុះមកឲ្យសោយរាជអភិសេកពេញច្បាប់នៅទីលានដីជ័យភូមិនៅទីកន្លែងនេះកើតទៅជានគរឈ្មោះចម្ប៉ាកបុរីស្ដេចនោះគឺប្របាទវិបុលកេសោយរាជនៅជាមួយប្រមេដាសុខសប្បាយប្រជាជនរស់នៅបានសេចក្តីសុខរហូតតមកដល់ទៅពេលសម័យក្រោយមកវាមានភ្លៀងមានទឹកជំនន់ទៅប្រជាជននៅតំបន់ហ្នឹងចេះតែលិចដល់ទៅលិចទៅមនុស្សចាប់ផ្ដើមបែកបាក់សម័យក្រោយមកទៀតក៏រត់ចេញពីហ្នឹងទៅតាំងទីលំនៅថ្មីនៅខេត្តសុរិន្ទអញ្ចឹងប្រជាជននៅខេត្តសុរិន្ទហ្នឹងបើតាមឯកសារស្រាវជ្រាវរបស់អ្នកប្រាជ្ញមួយចំនួនប្រភពចេញពីប្រទេសឆ្មាទាំងអស់រត់ពីប្រទេសឆ្មាទៅនៅសុរិន្ទហ្នឹងហើយពីដើមមានសុរិន្ទមានភ្នំពពកសមានអីណាមានភ្នំលើភ្នំដងរែកអីហ្នឹងម្ល៉េះហើយទឹកដីនេះជាទឹកដីជ័យភូមិក៏មិនអស់មនុស្សដែររត់ទៅខ្លះក៏នៅខ្លះត្រាប់តែមកសម័យអង្គរការធ្វើប្រាសាទមិនមែនជារឿងចៃដន្យទេគឺព្រះអង្គតែងតែរើសទឹកដីជ័យភូមិជាពិសេសនៅក្នុងឆ្នាំ1177ប្រទេសយើងមានកលយុគដោយសារមានសត្រូវចូលមកបៀតបៀនការវាយជាមួយសត្រូវនោះគឺប្របាទជ័យវរ្ម័នលោកបានជ័យវរ្ម័នទី7លោកបានចាត់ចែងជាពិសេសទាហានជើងទឹកដែលคลายមកជាទូកទូកមួងអមរាល់ថ្ងៃនេះទៅវាយប្រយុទ្ធឈ្នះក្រោយពីឈ្នះសង្គ្រាមហើយលោកបានកសាងប្រាសាទ3នៅលើអត្ត1ក្រោយពីដណ្ដើមជ័យជំនះបានមកកសាងប្រាសាទ3មួយគេហៅថាប្រាសាទបខណ្ឌមួយប្រាសាទនាគពន្ធហើយប្រាសាទតសោម3ហ្នឹងគឺជាជ័យភូមិដែលឈ្នះពីសង្គ្រាមមកកសាងប្រាសាទ3ហ្នឹងរីឯប្រាសាទនាគពន្ធយើងមើលនៅក្នុងលុយกระដាស់10000ណាញោមប្រាសាទនាគពន្ធនេះអាជ្ញាធរអប្សរាសពថ្ងៃធ្វើឲ្យមានទឹកដូចដើមវិញប្របាទជ័យវរ្ម័នទី7ធ្ងន់មកខាងជំនឿរបស់មនុស្សដោយគិតថានៅអធិពលនៅឥណ្ឌាគេជឿទលេស័ក្តិសិទ្ធិដូចជាទលេកុងគាទលេយមុនីទលេព្រហ្មបុត្រនិងទលេសិន្ទុអញ្ចឹងការកសាងប្រាសាទនាគពន្ធនេះកសាងនៅក្នុងបរាយជ័យតដៈនេះគេហៅពីដើមថាប្រាសាទជ័យស្រីនៅលើកោះមាន350ម៉ែត្រ4ជ្រុងហ្នឹងកសាងលើកោះហ្នឹង
ធ្វើជាស្រះទឹកចំនួន5អាស្រះកដាលគេអ្នកទទួលទឹកចេញអំពីបរាយនឹងមកឆ្លងកាត់ឫសឈើនៅលើកោះនឹងជាឫសថ្នាំ1200មុខហើយចូលមកដល់ស្រះកដាលនឹងស្រះកដាលនឹងបែងទៅដល់ស្រះខាងនឹងទៅខាងកើតហូរតាមមុខមនុស្សទៅខាងជើងហូរតាមក្បាលតម្រៃទៅខាងលិចហូរតាមក្បាលសេះទៅខាងត្បូងហូរតាមក្បាលតោខាងកើតតំណាងធាតុដីខាងជើងតំណាងធាតុទឹកខាងលិចតំណាងធាតុខ្យល់ហើយខាងត្បូងតំណាងធាតុភ្លើងដោយសារមនុស្សដែលមានជំងឺដោយសារធាតុទាំង4ហ្នឹងដីទឹកភ្លើងខ្យល់រត់មិនស្មើគ្នាអញ្ចឹងហើយគេទៅព្យាបាលនៅកន្លែងនោះបើមនុស្សណាធាតុភ្លើងឡើងខ្លាំងឬមិនស្រួលគេទៅអាស្រះធាតុភ្លើងនោះបើមនុស្សណាធាតុខ្យល់ដើរមិនស្រួលគេទៅអាស្រះធាតុខ្យល់ហ្នឹងបើមនុស្សណាចង់បានជ័យចង់បានលៀបយុស័កតំណែងគេទៅអាស្រះខាងត្បូងទៅហើយបើមនុស្សណាចង់បានបញ្ញាមកអាស្រះខាងកើតទៅម្ល៉េះហើយការព្យាបាលនៅក្នុងហើយទឹកនៅក្នុងវាជ្រាបចេញមកមានឫសឈើ1200មុខជាមន្ទីរពេទ្យសម័យនោះល្បីណាស់នៅលើភ្នំនៅលើប្រាសាទនិពន្ធហ្នឹងឥឡូវអាជ្ញាធរអប្សរាធ្វើឲ្យមានទឹកដូចដើមវិញហើយដើមឈើនៅអដែលហើយក៏មានអ្នកខ្លះទៅព្យាបាលនៅក្នុងនៅមានជឿនៅមានជាដែរគេចាប់ដើមជឿវិញដែរហើយបានខាងលិចលើអត្តមួយហ្នឹងគឺកសាងប្រាសាទបខណ្ឌនិងប្រាសាទតាសោមកសាងប្រាសាទ3នេះទៀតអញ្ចឹងរឿងនោះវាមិនពាក់ព័ន្ធជាមួយអាត្មាដែលនឹងត្រូវលំអិតតទៀតទេប៉ុន្តែទន្ទឹមនឹងជ័យភូមិកសាងប្រាសាទ3នោះលោកត្រូវបានបាត់បង់បុត្រមួយជាទីស្រឡាញ់គឺស្រិនទ្រកុមារព្រះបាទជ័យវរ្ម័នធ្លាប់បានបញ្ជូនកូនមួយទៅប្រទេសសេរីលង្កាឲ្យទៅរៀនពុទ្ធសាសនាបែបហេនយានគាត់ចម្លងយកមកនៅគម្ពីរដីកាធរអាសោតដោយគ្រូចន្ទជនលោកដាក់នាមថាមានលង្ការោពធលង្កាប៉ុន្តែយើងរាល់ថ្ងៃសូត្រអ៊ីតិបិសោស្វាកតោសបតិបណ្ណោរៀងតាមប្រទេសសេរីលង្កាគឺតាមមលិនតៈហ្នឹងអ្នកគាត់ចម្លងមកលោកទៅរៀននៅប្រទេសលង្កានឹងជាង10ឆ្នាំទៅបួសនៅក្នុងហើយបានយកសាសនាមកផ្សាយអគ្គមហេសីដែលមានរូបពិតនៅក្នុងប្រាសាទយើងរងថ្ងៃនៅប្រាសាទតាព្រំណាខ្ញុំមានទៅតាព្រំទៅមើលរូបពិតនៅនឹងហើយប្ររូបតាព្រំនឹងបខណ្ឌហ្នឹងគឺពាក់ព័ន្ធទៅនឹងសកលវិទ្យាល័យនិងអ្នកប្រាជ្ញជាកន្លែងពហិចាស់មានពនាងពិតហើយអគ្គមហេសីជាសាស្ត្រាចារ្យខាងអក្សរសាស្ត្រហើយកូនជាអ្នកប្រាជ្ញខាងពុទ្ធសាសនារីឯប្របីតាជាអ្នកចម្បាំងប៉ុន្តែទន្ទឹមនឹងនោះបុត្ររបស់លោកមួយក៏បានសោយទីវង្គតក្នុងសង្គ្រាមដែរទន្ទឹមនឹងជ័យជំនះមានមេតប4នាក់ទៀតក៏បានស្លាប់នៅក្នុងសង្គ្រាមដើម្បីការពារជាតិដែរចឹងហើយក៏បានលោកជ្រើសរើសទីតាំងមួយធ្វើប្រាសាទដើម្បីឧទ្ទិសដល់បុត្ររើសទីណានគរចាស់ពីបុរាណមួយដែលធ្លាប់មានភាពល្បីល្បាញគឺទីនេះដូច្នេះបានមកធ្វើប្រាសាទនៅទីនេះឲ្យឈ្មោះថាប្រាសាទពទាយឆ្មាកសាងក្នុងរជ្ជកាលរបស់ទ្រង់នឹងដើម្បីឧទ្ទិសទៅដល់បុត្ររបស់ព្រះអង្គព្រមទាំងមេតបទាំង4នាក់ដូច្នេះការដែលធ្វើប្រាសាទឧទ្ទិសទៅនេះវាជាកិច្ចមួយសម្រាប់អ្នកកាន់ពុទ្ធសាសនាយើងក៏មានការគោរពបូជាដែរហើយញោមបានជួសជុលប្រាសាទធ្វើប្រាសាទដើម្បីរំលឹកដល់ពុទ្ធសាសនាយើងមើលប្រាសាទទាំងអស់នៅក្នុងប្រទេសកម្ពុជាមិនមានអ្វីក្រៅពីរឿងសាសនាទេភាគច្រើនគឺសាសនាគោរពដល់នេះកន្លែងនេះពុទ្ធសាសនាមហាយានកន្លែងខ្លះព្រះនៅនេះក៏មានព្រះពិស្ណុព្រះនរាយណ៍ដែរព្រោះជំនាន់ជ័យវរ្ម័នទី7លោកកំពុងតែផ្សះផ្សាធ្វើឲ្យសាសនាយើងនឹងឯងស្រស់ស្រួលគ្នាកុំឲ្យមានរឿងប៉ុន្តែក្រោយពីអស់ពីលោកទៅក៏មានគេកោះដោយប្រាសាទតាព្រំប្រាសាទបខណ្ឌគេកោះរូបព្រះរូបអីខ្លះដែរប៉ុន្តែព្យាយាមចឹងបានមានការកសាងពុទ្ធសាសនាលាយមកដូចយើងឃើញរចនាបថនៅប្រាសាទបាពួនមើលពីក្រោយទៅព្រះអង្គព្រះនិព្វានណាញោមណាបើនៅបខណ្ឌកំពង់ស្វាយរចនាជារូបព្រះ4អង្គជាប់គ្នាចឹងហើយនៅតាមអសសរចូលមកប្រាសាទបខណ្ឌនិងប្រាសាទតាព្រំនឹងភាគច្រើនមាននេះហ่ะមានរូបព្រះនៅសម្ល៉េះហើយពុទ្ធសាសនាយើងឬក៏សាសនាព្រាហ្មណ៍នេះវាជារបស់យើងហើយគឺមានការធ្វើប្រាសាទឧទ្ទិសទៅបើយើងងាកមកដល់ការឧទ្ទិសថ្វាយអាទិទេពនេះនៅក្នុងជំនឿបុរាណទាំងព្រហ្មញ្ញសាសនាទាំងពុទ្ធសាសនានៅទីនេះក៏មានកសាងអវតារដៃពហុ32និងអវតារពហុ16ដែលបាត់បង់ទៅញោមបានកោះរំលឹកឡើងវិញឲ្យកូនខ្មែរជំនាន់ក្រោយដឹងឮបើយើងគិតទៅការដែលជ្រះថ្លាក្នុងសាសនាព្រាហ្មណ៍ឬសាសនាពុទ្ធពីដើមមកគេធ្វើប្រាសាទដើម្បីបូជាថ្វាយមាន4សំណង់ដែលគេធ្វើថ្វាយអាទិទេពក្នុងសាសនាឬក៏អ្នកមានកិត្តិយសក្នុងសាសនាគេធ្វើ4គឺ
miền nơi sầm đanh cái nông Phậtศาสนา cái hào thàวิหิรูภาษาตูอัตโยโกหามยังกูเฮียเมียนปรามคือเมียนปรามประเภทมวยกาก่อสร้างวัดโดยขนมพุทธศาสนาหรือเปรียบเมียนมนุษย์ในกาก่อสร้างวัดจังประสาทตะปรุมให้นังประสาทประคันเชื่อสกอลวัดเชียร์ไหลเชียร์กระไหลด่าซะเชียร์กระไหลด่าซาสราจ้าก็โดยจีวัดมวยได้วิหิรูเกี่ยวกับวิหิจ้าเกี่ยวกับวิหิหรือหาวัดจังประสาทมาประเภททั่วจีแหลกคณะอันในบ้านโดยวัดโดยกระไหลเชียร์ในปีเกี่ยวกับทัพปะซาโตเชียประสาทอดตึกชมพูอติเทปโดยจิตเฟื่อให้ตำกอลเสวลังตำกอลปะได้มาปีใบอัตโยโกชีรงเท้าชีเรียนชีตีกระไลนามุยได้ชีรุปีใบห้ามมายังได้ยังให้ทาห้ามมายะกดเมียนในทาก่อนกดหรือก็กดได้วิจัดได้สอบทั้งไงเกจรานปูลเปียปตอปังอับทาวิลากดนะห้ามมายะนั่นคือกระไลได้กิตบแต่งโดยมีโดยประโยชน์เหมือนแม้ตรำตะดะมาเส้นแต่เจี๊ยเลียบทนำติงตัวโจทย์จะนันลูกทาเลยเนื้อสัตว์วิลากดไอวิลากดนั่นวิมตอนสมาห้ามมายะกดกิบัตสัตมีไปจิตฟ้องเนาะให้บานมวยติดบานให้ตะกุเฮจังภาษาโตอัตโยโกวิเฮโรห้ามมายะให้นังกุเฮการล้างปีกุเฮนั่นคือกุหะประสาทกุเฮียมวยคือพนมได้การเองเกตตัวทั่วประสาทตบแต่งขนมน้องโดยจีพนมชงกโดยจีไอจังเตอประสาทพนมคละยอรุ่งพนมทั่วแต่มาดองเชี่ยกระไลโบเชี่ยเกให้กุเฮียการเองกุเฮียมวยเตี้ยการล้างโดยมนุษย์ทั่วโดยจะราชนาบอสโบปริกกนั่งเบิดตามศักษาเมนเต้นกุหะเต้มาปีกุเฮียเต้มาปีกุเฮียรุ่งประสาทโดยรุ่งพนมอดเมนทวีปุยไอเชรันเนี่ยคือมนุษย์ทั่วอันนั้นกุเฮียการโดยมนุษย์ทั่วมันละหายกุหะประสาทคือประสาทได้โดยกุเฮียมวยการไอ้มวยมนุษย์ทั่วการได้ก่อสร้างขนมศาสนาเมียนบุญนี่ให้อธิปลคลายมาจิพุทธศาสนาประสาทสมาหนึ่งเจ็ดได้ก่อสร้างประสาทสมาหนึ่งเจ็ดได้สมาหนึ่งประเทศสมาหนึ่งก่อสร้างวัดโดยคเนนะยมนะจังการจั่วโจลประสาทจั่วโจลเจ็ดได้บานอาในซองโดยคเนโดยจิตสดายโกนาละได้เกิดขนมตะโกลสดายมีรูปชมลุมปอสะอาดบานตะโกลขปงขปัวเมาปีอาในซองจิตมนจุจุลเจ็ดใดเกบะใบเจ็ดใดนั้นขนมศาสนาประพุทธเบิกขนมศาสนาพรีมเกหาประสาทจุจุลประสาทเกได้บะใบได้อาในซองนุบานเกิดหมอคือจิโกนดัดมีรูปชมลุมปอมียูเมียนสะหายกาได้กรุบโบเชียกระไลสการะสถานธนบโตไปเจ็ดใดประสาทมีในโดยเนียตั้งอ๋อนี่โลกทัพปโปติสัตเตอร์ชัวเนี่ยกรอนแต่เคยได้สัจซะมาก่อสร้างจิประสาททวายกุมแต่มันเนี่ยเองทวายจิประสาทจัดได้ทวายกุมโดยสมกอทักกระไลกรุบโบเชียเนี่ยเป็นสมปื้อกิเศร้าจิมอทางงอให้ดังบนก็ซอลใส่ที่จะทวายกุมได้สัจนาทาไอทาตั้งทวายกุมแต่มันเนี่ยเองดอลแต่เปลสปื้อจังตื้อเปลกิเมียนครัวธนะกิเล็กสปื้อสลับเกสลับไอโปร่งเปรียดปโปติสัตอดสลับเตวดาไทยอาซาตลบมาวิ่งสกสบายเมียนอายุในรัวจะมีดาใบดาต่อติดบานทาเนี่ยกรุบกระไลกีกรุบกีโบเชียนนี้โดยอัญญาโทอัตราลูกทัพมอมีนเปลังไปยังกระตามจำเนื้อศาสนามันอดที่เปลังโดนตาเนี่ยก่อสร้างสลับเตยเนี่ยคละการมนุษย์เนี่ยคละการเทวดาเนี่ยคละคนในการกระบายนั่งช่วยแทซาระบนั่งได้ให้กมีนเทวดาเบิกนงกับปีถ้ากระไลนะกมีนเทวดากมีนวิญญาณกันเลยเบย์ยังเช็คกรุบเช็คโบเชียเกนั่งแทซายังวิญในห้อยบ้านเชี่ยปโปติสัตเจะสกสบายเปรสโมกเลียนแต่ดอลทานซัวเคยเตวบดเตวธิดาปีเนี่ยนุสอาดให้ก็ซัวท่านไหนการในชีมนุษย์เธอบอลไอ้บานสะอาดประเดี๋ยวน้องยัยถ้าบอลติดเป็ดลงมันจะมันจองปรับซะจองดังบอลติดนั่งไงมั้ยขยมนั่งรุกรอรอวัวในขนมปรีสลับแต่เคยประสาททานทนบโตไปแช่ได้กับแรงสักระบูชีจักบอกเกให้มันดังทาชีระบอลนาเตวิบะใบปกพอยอเตอขยมก็เชียทลานถ้ากระไลนี้เชียกระไลกรุบโบเชียขยมก็กัดกาปรีนึงอ่อยสะอาดให้ก่อนจูนได้ใส่หมดดะประทับอ่อยสะอาดจูจูกับไปกับปอกลางเตขยมก็เชียทลาเมียนกมาบองกอมวยก็กับเมชื่อเหมือนเมโยกมาดะถือตรงทวายเตแล้วก็ให้ก็สลับแต่หลบมาดอลเตียวิ่งประปนชงอลถ้าตะเปะนี่ตื่นเดยนะมาวิ่งบัดกับมาก็ลวงประปนถ้าไอ้กำชงอลยังเคยประสาททานธนบโตประจัดได้กี่บ่อเจ้าขนมปรีมันนั่งบ่อนาเต้ขยมบานกับกาสอาทั้งยมดะโบชีให้จังยังอดเมียนไอเธอบอนไอ้เตรออากาชัวจุลติงตัวนั่งเต้นะไอ้โบชีกับมามวยเต้จังก็บานได้เตรอตั้งปีเนี้ยนั่งเต้โดยอาในซองนั่งสมขยมบานสกสบายได้ก้นมาจ้ะแต่ปนังไอ้บอลขยมกันนาเธออะไรบานมาการทานซัวนั่งบานเปรมหาโมกลินเคยถ้าออกจ้า
កន្លែងដែលគេគោរពកន្លែងដែលគេសក្ការៈអស្ចារ្យព្រោះតែហេតុនឹងហើយបានជាស្ដេចធម្មមាសោកពេលដែលឡើងសោយរាជក្រោយពីជ្រាបក្នុងពុទ្ធសាសនាហើយលោកបានដើរកសាងប្រាសាទដើរកសាងចេតិយសាសនាទាំងអស់បាន 84000 កន្លែងណាញោមហើយកន្លែងដែលដូចញោមជំទាវទៅគោរពថ្វាយអង្គមថ្ងៃមុនអាត្មាឃើញនោះសិតតែកន្លែងស្នាដៃធម្មមាសោកសាងតាំងពីកន្លែងប្រសូតកន្លែងអីហ្នឹងអស្ចារ្យមួយទៀតលោកទៅកសាងនៅភ្នំសានជីដូចអង្គរវត្តយើងអញ្ចឹងញោមយើងស្មាននឹងអង្គរវត្តយើងកាប់ថ្មរៀបស្មានតែមានតែយើងទៅមើលភ្នំសានជីដូចគ្នាកាប់ថ្មទាំងផ្ទាំងទៅរៀបដូចគ្នាហើយធាតុព្រះសិរីបុត្រព្រះមោគលានពីដើមនៅភ្នំសានជីហ្នឹងគេហែមកកាលពីឆ្នាំ60ជាងមកដាក់នៅក្នុងវាំងយើងហ្នឹងធ្វើបុណ្យ7យប់7ថ្ងៃនៅភ្នំពេញមនុស្សមកចូលរួមបូជាកក្រឹកកក្រែងគ្រប់7ថ្ងៃគេហែយកទៅទីក្រុងកាល់កូតាវិញយើងសល់លុយសល់មាសសល់ពេជ្រថែមថវិការដ្ឋមួយចំនួនទៀតយកទៅធ្វើបានមន្ទីរពេទ្យមួយឈ្មោះថាពេទ្យលោកសង្ឃទល់សពថ្ងៃហ្នឹងនឹងប្រវត្តិមកវិធានព្រះសិរីបុត្រមោគលានដែរគេនាំទៅភ្នំសានជីវិញដល់ទៅអាចន់តាឯនោះវិញអាហ្នឹងគុហិយសុទ្ធត្មងទៅដាប់ភ្នំធ្វើដាប់ភ្នំយកកតិចថ្មចេញទុករូងភ្នំហ្នឹងធ្វើឲ្យទៅជាសេនាសនៈមានបន្ទប់មានអីអស្ចារ្យណាលោកកសាងសរុបទាំងអស់មិនតិចណា 84000 ស្ដេចធម្មមានរត់នៅឯភូមិមាឯនោះវិញចាប់ផ្ដើមកសាងប្រាសាទបែរមកបែបពុទ្ធសាសនាដែលយើងហៅថាបច្ចេកដីហ្នឹងនៅក្នុងតំបន់បាកានពីដើមមានយន្តហោះជើងពីភ្នំពេញទៅបាកានមួយឥឡូវអត់មានពីណាជិះគេរត់ទៅជប៉ុនបាត់ទៅកន្លែងបាកាននោះខ្មែរឲ្យឈ្មោះថាសមុទ្រចេតិយពេលជិះឡានចូលទៅដល់កដាលហ្នឹងឡើងលើចេតិយខ្ពស់ញោមមើលជុំចេតិយជាប់ជើងមេឃហើយកសាងនោះដំណាលគ្នាជាមួយទាំងអង្គរវត្តយើងដែរមើលទៅជាប់ជើងមេឃពីលិចពីកើតពីជើងពីត្បូងសិតតែចេតិយច្រើនណាស់ហើយនៅប្រទេសភូមានៅតាមទន្លេអេរ៉ាវឌីគឺមនុស្សយើងថ្ងៃអាស៊ានល្ងាចនាំទៅគោរពទៅថ្វាយអង្គមនៅទីលានបច្ចេកដីហ្នឹងគេយកចេតិយជាកន្លែងទេសចរទៅថតជាមួយចេតិយហើយបើនៅប្រទេសស្រីលង្កាវិញដូចជាចេតិយស្វេដាហ្គនអីញោមមកអត់មានសម្រាមសោះប្រហែលជាកន្លះម៉ោងបោះម្ដងអាត្មានឹងអង្គុយមើលមួយថ្ងៃនឹងមនុស្សបោះប្រមាណហ្នឹងឯងតម្រង់ជួបបោណណាស្លៀកខ្លីណណាស្លៀកអត់ស្រួលអីគេឲ្យចូលទេគេសិតតែ scan ហើយគេគោរពណាស់ហើយបើនៅអនុរិទ្ធបុរៈផងអ្នកអត់មានពណ៌សគេមិនឲ្យឡើងទៅប៉ះទៀតដូច្នេះហើយគេកសាងនៅស្រីលង្កាតាំងពីដំណាលគ្នាជាមួយនឹងប្រាសាទអង្គរវត្តយើងចិត្តដីដែលមានកត់ផ្ចិតសុទ្ធតែ100ម៉ែត្រទៅញោមទៅពាត់តុងតលខ្សែតុងនឹង400ម៉ែត្របានពាត់ចិត្តចឹងអានិសង្ឃអ្នកដែលគោរពចេតយ៉ាងពោជេតបន្តិកន្លែងដែលគេគោរពកន្លែងដែលគេបូជានេះនរណាបូជាឈ្មោះថានៅនឹងបានសេចក្តីសុខចម្រុងចម្រើនក្នុងមិលនបញ្ហាលោកថាអ្នកនឹងកំពុងតែទិញអាយុវណ្ណៈសុខៈពលៈអាយុវណ្ណៈសុខៈពលៈអត់មានលក់តាមផ្សារទេប៉ុន្តែបើយើងមកជួសជុលមកគោរពប្រាសាទស្ថានធ្នូបុរាណមនុស្សនឹងមានអាយុវែងនឹងមានសេចក្តីសុខនឹងមានមុខមាត់ស្រស់បោះល្អពណ៌សម្បុរល្អហើយនឹងកម្លាំងខ្លាំងអញ្ចឹងបានមកពីការគោរពស្ថានធ្នូទៅបច្ចេកដីអញ្ចឹងការគោរពការបូជាការថែរក្សានេះជាការប្រពៃនេះអាត្មាចង់លើកតម្កើងទឹកចិត្តញោមជំទាវដែលបានរួមគ្នាជួសជុលជាមួយនឹងគម្រោងរបស់អាជ្ញាធរនិងរដ្ឋាភិបាលដើម្បីជួសជុលថែរក្សាអភិរក្សនេះបើយើងគិតតាមផ្លូវប្រវត្តិសាស្ត្រវិជាស្នាដៃដូនតាយើងប៉ុន្តែបើយើងគិតតាមផ្លូវសាសនាជាបុណ្យកុសលខ្លាំងណាស់ដែលអាចជួយថែរក្សាការពារយើងបានយុះបានស័ក្តិតំណែងពាក់ព័ន្ធទៅនឹងរឿងបូជាបានច្រើនអញ្ចឹងបានវាមានពាក្យបូជាមួយក្នុងទីនេះយើងហៅថាមាឃបូជាមាឃបូជាបើយើងនិយាយពីប្រវត្តិមាឃបូជាអដែលទៅវាមិនជាអីចម្លែកទេដើម្បីឲ្យសាសនានេះរុងរឿងរីកចម្រើនគេបានធ្វើទៅញោមញាតិក៏ធ្លាប់ឮរាល់ឆ្នាំហើយប៉ុន្តែទោះជាយ៉ាងណាក៏រំលឹកឡើងវិញបន្តិចដែរដើម្បីឲ្យសាសនានេះរុងរឿងរីកចម្រើនថិតថេរជ័យកាលតទៅមុខគឺត្រូវថែរក្សារបស់6យ៉ាងទី1ពុទ្ធសាសនដ្ឋានគឺថែរក្សាទីកន្លែងដែលគោរពបូជាកន្លែងសាសនាទី2ពុទ្ធសាសនវត្ថុគឺថែរក្សាវត្ថុតំណាងសាសនាដូចញោមជំទាវកសាងរូបបដិមាឬក៏រូបនិឬក៏រូបអវលោកតេស្វរៈឬក៏អវតារអីចឹងអាហ្នឹងជាវត្ថុតំណាងឲ្យសាសនាទី3គឺពុទ្ធសាសនបុគ្គលត្រូវនាំមនុស្សឲ្យមានជំនឿអ្នកគ្រប់គ្រងឡើងបើអត់មានអ្នកគ្រប់គ្រងអ្នកថែអាសានឹងបាត់ទី4ពុទ្ធសាសនបដិបត្តិគឺមានមនុស្សហើយតលមនុស្សនឹងបដិបត្តិមកគោរពមកជឿមកតាមមកធ្វើតាមមានអ្នកបួសមានអាចារ្យមានដូនជីរីឯទី5ពុទ្ធសាសនធម៌គឺនាំគ្នារៀនធម៌តាំងពីសមាធិក្តីធម៌សូត្រក្តីបើយើងមិនចេះមិនដឹងអត់ទិសថាម៉េចវេថាម៉េចទេសំសិលថាម៉េចទេទីបន្ទាប់ទៅទៀតគឺពុទ្ធសាសនវិធីថែរក្សាវិធីទាំងអស់ឡើងវិញអញ្ចឹងទី6ពុទ្ធសាសនវិធីមានអីខ្លះ
បនចូលឆ្នាំបនប្រជុំបិណ្ឌបនកឋិនបនវេដាកោជុកបួសនាគមៀកកបូជាវិសាកបូជាដូចមៀកកបូជាពេលហ្នឹងអញ្ចឹងបើយើងមិនថែរក្សាតើសាសនាណាគេថែរក្សាឲ្យយើងអញ្ចឹងយើងថែវិធីសាសនានេះមៀកកបូជាកើតឡើងព្រឹត្តិការណ៍ពីរព្រឹត្តិការណ៍មួយព្រះអង្គត្រាស់ដឹងថ្មីព្រឹត្តិការណ៍មួយព្រះអង្គចិត្តបរិនិព្វានព្រះអង្គត្រាស់ដឹងថ្មីនោះគឺមានការប្រជុំសន្និបាតមួយដែលជាការប្រជុំប្រកបដោយអង្គ4ដូច្នេះទី1គឺការប្រជុំនៅចតុរង្គសន្និបាតយើងហៅថាចំថ្ងៃពេញបនមីខែមៀកគឺមៀកខណខតេនយុត្តាបនមីឧបោសថតិវសោថ្ងៃឧបោសថប្រច័នពេញវង15កើតហើយមានភ្លឺតចាស់តចង់ល្អណាស់ជាថ្ងៃដ៏ល្អជាអ្នកខត្តរឹកល្អហើយទី2កេណចេអនាមន្តិតានិហត់ថ្វាអត្តណោយេវៈធម្មតាយសន្និបត្តិតានិអដ្ឋតេរសានិភិក្ខុសតានិភិក្ខុ1250អង្គអត់មាននរណានិមន្តនេះស្រាប់តែមកដោយចៃដន្យជុំគ្នានៅក្នុងបរិវេណវត្តវេលវ័ននៅក្នុងទីក្រុងរាជក្រឹសមិនទាន់ជាវត្តទេគ្រាន់តែជាឧស្សាហព្រៃអស័យរបស់ស្ដេចញោមញាតិទៅឃើញកន្លែងនោះសុទ្ធតែនៅដើមអស័យមិនទាន់ដាច់ពូជនៅឡើយទេទី3តោសេទី3តេសុអេកោបថុជនោវាសោតាបណ្ណសកទាគាអនាគាមិសុខវិបស្សកអរហន្តេសុវាអញ្ញតរោវាណដ្ឋិគឺសពេឆៈអភញាវៈភិក្ខុទាំងនោះអត់មានភិក្ខុអង្គណាដែលជាគេហៅថាបថុជនឬក៏សោតាបណ្ណនាគាសកទាអត់មានទេគឺសុទ្ធតែព្រះអរហន្តទាំងអស់សម្បីតែព្រះអរហន្តជាសុខវិបស្សកៈដែលលោកអស់កិលេសហើយលោកអត់មានរិទ្ធក៏អត់មានដែរគឺសុទ្ធតែព្រះអរហន្តដែលមានរិទ្ធមានអំណាចទាំងអស់គឺថាសតអភញា6ឯទី4អេកោបិចិត្តសត្ថកេអ្នកកេសេឆន្តិធ្វាបបជិតោនាមៈណដ្ឋិសពេហិភិក្ខុយេវៈភិក្ខុទាំងនោះអត់មានភិក្ខុអង្គណាកោសក់ដោយកបិតទេសុទ្ធតែភិក្ខុនឹងឯងបានសម្រេចជាអហិភិក្ខុទាំងអស់ក៏មកប្រជុំគ្នាដល់តែមកប្រជុំគ្នាពេលនោះមានព្រឹត្តិការណ៍2ក្នុងពេលប្រជុំគ្នានោះទៀតព្រឹត្តិការណ៍មួយគឺព្រះអង្គពីដំបូងឡើយគឺព្រះអង្គមានការតែងតាំងសាវកគឺតែងតាំងព្រះមោគលាននិងព្រះសិរីបុត្រជាសាវកត្រឹមថ្ងៃនោះព្រឹត្តិការណ៍មួយទៀតគឺព្រះអង្គសម្ដែងនៅអវាទបតមោកអវាទបតមោកមកពេលហ្នឹងសម្ដែងតែប៉ុណ្ណឹងគឺចប់ហើយណាញោមអត់មានសម្ដែងរាល់ដងទេពធដតីសម្ដែងរាល់ដងអវាទបតមោកសម្ដែងតែម្ដងនឹងចប់ហើយអវាទបតមោកនោះព្រះអង្គបានសម្ដែងដោយញោមញាតិធ្លាប់បានឮធ្លាប់បានចេះធ្លាប់បានដឹងភិក្ខុសង្ឃទាំងឡាយក៏លោកធ្លាប់បានសម្ដែងប្រាប់មកហើយថាខន្តិបរមង្គតបោតៃតខានិព្វានំបរមង្គវតន្តិពុទ្ធានហេបបជិតោបរូបខេតៃសមណោហោតិប្រាំងវិហេថយន្តោអំណត់គឺសេចក្តីអត់ធន់គឺថាគឺជាតបៈធម៌ដ៏ឧត្តមពុទ្ធទាំងឡាយទ្រង់បានត្រាស់ថាប្រណិព្វានគឺជាគុណដ៏ឧត្តមអ្នកបួសដែលបៀតបៀនសត្វដតីសម្លាប់សត្វដតីមិនមែនជាបព្វជិតមិនមែនជាសមណៈឡើយទី2ថាសពបបស្សអករណង្កុសលសោបសម្បទាសចិត្តបរិយោតបណੰអេតាំងពុទ្ធានសាសនੰកិរិយាមិនធ្វើនៅអំពើបាបទាំងឡាយមួយកិរិយាធ្វើតែអំពើបុណ្យមួយហើយការដែលជំរះនៅចិត្តរបស់ខ្លួនឲ្យស្អាតបរិសុទ្ធកុំឲ្យសៅមងប្រព្រឹត្តឲ្យស្អាតឲ្យល្អដូចយើងធ្វើសមាធិមិញហ្នឹងទាំងនឹងឯងហើយគឺជាពាក្យព្រានបដៅនៃព្រះសម្មាសម្ពុទ្ធទាំងឡាយគ្រប់ព្រះអង្គមួយទៀតលោកថាអនុពវាទោអនុពខេតោបដិមោខេចៈសង្វរោមត្តញ្ញតាចផតតាស្មឹងបន្តកញ្ចសយនាសនੰអធិចិត្តេចអាយោគោអេតាំងពុទ្ធានសាសនੰកិរិយាមិនតេះដៀលអ្នកដតីកិរិយាមិនបៀតបៀនអ្នកដតីកិរិយាសង្រួមក្នុងបដិមោខភាវៈដឹងប្រមាណក្នុងពតតាហាមួយទីដេកនិងទីអង្គុយដ៏ស្ងាត់កិរិយាបំពេញព្យាយាមក្នុងអធិចិត្តមួយទាំងនេះជាពាក្យព្រានបដៅនៃពុទ្ធទាំងឡាយនេះហើយដែលពាក្យថាអវត្តបតិមោកសរុបទៅគឺមិនឲ្យបៀតបៀនគ្នាគឺឲ្យធ្វើចិត្តយើងឲ្យល្អដោយលោកអាចារ្យឲ្យនាំសមាធិនឹងហើយមិនប្រព្រឹត្តអំពើបាបអាក្រណថាសពបបស្សអករណੰមិនធ្វើបាបហ្នឹងអានឹងចប់បត្រៃ3ដកផ្នែកវិន័យគឺវិន័យហាមមិនឲ្យធ្វើបាបហ្នឹងឯងកុសលសោបសម្បទាឲ្យធ្វើកុសលឲ្យដល់ព្រមអានឹងប្រសូតទាំងអស់ណែនាំឲ្យធ្វើបុណ្យសចិត្តបរិយោតៈបណੰអានឹងធ្វើចិត្តគឺអភិធម្មដូច្នេះបត្រៃ3ដកចប់នៅត្រឹម3ម៉ាត់ហ្នឹងនេះព្រឹត្តិការណ៍ទី1ដែលព្រះអង្គទ្រង់សម្ដែងពេលដែលព្រះអង្គទឹមត្រាស់ដឹងដបងវាចំខែមៀកដូចគ្នាប៉ុន្តែមិនមែនមៀកចិត្តនិព្វានទេដល់ទៅពេលព្រះអង្គបាន45វស្សានៅសល់តែ3ខែទៀតដល់ថ្ងៃ
ប្រេណពៀនណាញោមនៅតែ3ខែទៀតសោះពួកមៀហ្នឹងវាតាមទៅព្រះអង្គមកតាមតាំងពីព្រះអង្គបានត្រាស់ដឹងមកអរិទ្ធនីឲ្យព្រះអង្គហ្នឹងប្រេណពៀនទៅប៉ុន្តែព្រះអង្គមិនទាន់ប្រេណពៀនរហូតមកដល់ព្រះអង្គគង់នៅបាវលកៈចេតិយហ្នឹងណាពេលនោះឯងក៏ស្រាប់តែភិក្ខុសង្ឃមកជុំហើយជាមួយនឹងព្រះអនន្តអីទៅក៏ព្រះអង្គបានដាក់អាយុសង្ខារនៅក្នុងកាលនោះឯងក៏ដាក់អាយុសង្ខារប្រាប់ថាមាចូលណែឯងធ្វើការខ្វល់ខ្វាយតិចចុះគឺអំណះតទៅពីពេលនេះទៅតែ3ខែទៀតទេតថាគតនឹងចូលបរិនិព្វានហើយដូច្នេះញោមញាតិពុទ្ធបរិស័ទគឺជាការសង្វេគណាស់ដោយសារថាចាប់ពីពេលនេះទៅ3ខែទៀតព្រះអង្គនឹងបរិនិព្វានចឹងហើយភិក្ខុសង្ឃដែលមិនទាន់បានសម្រេចធម៌ក៏នាំគ្នាយំសោកស្ដាយក៏នាំគ្នាសង្វេគនឹកថាអើព្រះអង្គហើយព្រះអង្គបានត្រាស់ដឹងឡើងមកបំភ្លឺលោកឥឡូវពេលនេះព្រះអង្គនឹងចូលបរិនិព្វានចោលពួកយើងទៅហើយបើដូច្នេះតើបាននរណាជាគ្រូជាអ្នកបង្ហាត់បង្រៀនព្រានបដៅដល់ពួកយើងទាំងឡាយបានប្រពុតលោកបានទូលមានយ៉ាងច្រើនព្រះអង្គសម្ដែងឲ្យភិក្ខុសង្ឃយកថេរៈជាធំទៅហើយពធវិន័យទាំង84000ដែលព្រះអង្គសម្ដែងមកនឹងជាគ្រូបង្ហាត់បង្រៀនព្រានបដៅហើយអ្នកទាំងអស់គ្នាមិនកព្រាទេមានគ្រូដល់84000នាំគ្នាគោរពបប្រតិបត្តិតាមទៅព្រះអង្គដាក់អាយុសង្ខារនៅក្នុងឆ្នាំរោងនៅក្នុងខែមិញនៅនឹងមុខមាឆ្នាំរោងមិញសុកខែមិញថ្ងៃសុកណាញោមណាហើយដល់ពេលអញ្ចឹងចាប់ពីពេលហ្នឹងទៅគឺព្រះអង្គនឹងបរិនិព្វាននៅ3ខែទៀតអញ្ចឹងយើងធ្វើបុណ្យនេះរំលឹកដល់ព្រឹត្តិការណ៍នោះឥឡូវនិយាយពីប្រយោជន៍ម្ដងតើមានកតិអប់រំអីខ្លះជាមួយនឹងមេបូជាហើយនឹងសង្គមយើងមានព្រឹត្តិការណ៍ដែលយើងកតិអប់រំទី1ការដែលព្រះអង្គតែងតាំងអគ្គសាវកមានន័យថាមនុស្សដែលបានអំណាចមកហើយគេថាអាវិជ្ជធ្វើកង់អាត្រង់ធ្វើកម្មបើបានជាអ្នកមានត្រូវរសាខ្សត់ដោយសម្ពុតពាត់ពីក្រៅអ្នកប្រាជ្ញត្រូវរសាខ្លៅដោយសំពៅពឹងសម្ប៉ានបើយើងធ្វើជាអ្នកមានលៃអាម៉េចកុំឲ្យអ្នកក្រស្អប់យើងសម័យណាមដឹងឯសម័យនេះគេជាយើងពេញ Facebook បើយើងខ្លាចជាអ្នកប្រាជ្ញហើយកុំឲ្យអ្នកល្ងងស្អប់យើងក៏គេជាយើងពេញទឹកពេញដីពេញ Facebook ដែរអញ្ចឹងមានន័យថាបើយើងបានអំណាចធំហើយត្រូវបែងចែកអំណាចនោះទៅអ្នកដទៃជុំវិញខ្លួនជារបងសម្រាប់ការពារយើងសម្រាប់ជួយយើងអាវិជ្ជអ្នកធ្វើកង់អាត្រង់អ្នកធ្វើកម្មពីណាជំនាញដាំស្លរុញទៅខាងដាំស្លពីណាជំនាញខាងវាយតបរុញមកខាងការពារពីណាជំនាញខាងកត់បជីរុញខាងកត់បជីអញ្ចឹងពុទ្ធលោកស្វែងរកព្រះអង្គសម្លឹងមើលណាត្រាស់ដឹងដំបងព្រះអង្គសម្លឹងមើលវិសាខាមើលអនាថបណ្ឌកសិទ្ធិកម្ពុជាអ្នកមានមើលចិត្តកាប្តីមើលរាជការសិទ្ធិព្រះអង្គមើលអ្នកមានអំណាចព្រះអង្គឃើញប្រសិទ្ធិកោសលព្រះអង្គឃើញពំពិសាអ្នកទាំងនឹងមានអំណាចព្រះអង្គយកអស់ហលីងដូច្នេះព្រះអង្គយកបេះដូងអ្នកទាំងនឹងបានសាសនាព្រះអង្គរឹងមាំឃើញដែរអញ្ចឹងមេរៀនមួយគឺយើងឃើញរឹកគេល្អទោះបីមានក្រយកគេមកជាញាតមកកុំឲ្យសត្រូវឲ្យសោះមើលតែប្រពុតលោកទាញយកអនាថបណ្ឌកសិទ្ធិទាញយកពិសាខាទាញយកចិត្តកហបដីទាញយកប្រសិទ្ធិកោសលទាញយកតាំងតែពីប្របាទពំពិសាហើយអ្នកទាំងនឹងសិតតែអ្នកខ្លាំងសម័យនោះដល់អ្នកទាំងនឹងមកខាងព្រះអស់ហើយដូច្នេះព្រះអង្គមានអំណាចកាន់តែខ្លាំងដើម្បីផ្សព្វផ្សាយសាសនាហើយបានព្រះអង្គតែងតាំងសាវកព្រះសិរីបុត្រព្រះមោគលានគឺការរៀបរចនាសម្ព័ន្ធអញ្ចឹងហើយសាសនាឲ្យគំរូដល់ការដឹកនាំក្នុងសង្គមធ្វើតាមនេះគឺគំរូដែលយើងយកបានពីមេកបូជាមួយទៀតគឺព្រះអង្គប្រទានអាវាតមានន័យថាបញ្ញត្តិច្បាប់វិន័យពេលដែលបានធ្វើការងារអីហើយត្រូវបញ្ញត្តិច្បាប់វិន័យដើម្បីចងជើងទុកឲ្យហើយមុនកុំឲ្យគេថាអាកូនសិស្សលេងគ្រូវិញដូច្នេះយើងចងជើងទុកមុនបានព្រះអង្គគឺលោកបង្រៀនអវត្តបត្តមោកដល់ភិក្ខុសង្ឃឲ្យកុំឲ្យបៀតបៀនកុំឲ្យធ្វើអីខុសរួចស្រេចឲ្យសង្រួមក្នុងបដិមោកអីអញ្ចឹងណាអានេះហើយគឺជាគំរូដែលយើងយកមកអនុវត្តក្នុងសង្គមនេះផ្នែកខាងមួយទៀតការប្រជុំចតុរង្គសន្និបាតពិភពលោកប្រទេសណាក៏ដោយមិនអាចធ្វើអីតែម្នាក់ឯងបានទេត្រូវបង្កើតក្រុមជំនុំបានគេបង្កើតសភាគេប្រជុំហើយនៅក្នុងសារានិយធម៌លោកថាកសាងវត្តដោយកសាងអារាមដោយសហគមន៍ដោយបើធ្វើអីអត្តនោម័តតែឯងដឹងតែមានរឿងហើយតលតាអាសាប្រជុំញយបដូរមតិយោបល់គ្នាធ្វើឲ្យកម្លាំងសាមគ្គីយើងកាន់តែមាំហើយកសាងអីទៅមិនខុសទេទាំងអស់គ្នាហេតុនឹងហើយយើងបានគំរូនឹងយើងយកមកបង្កើតជាអង្គប្រជុំញយមុននឹងមានការអីយើងត្រូវបើកអង្គប្រជុំមួយសិនបង្កើតគណៈកម្មការបង្កើតអីខ្ញុំមើលឃើញដែរមេរៀននេះយើងទាញចេញពីមេកបូជាបានមកគឺការប្រជុំចតុរង្គសន្និបាតហើយបរិស័ទអង្គ4កុំឲ្យថាយកមតិតែមួយយកភាគច្រើនដល់ពេលព្រះអង្គចិត្តបរិនិព្វានតើមានគំរូអីអប់រំដល់មនុស្សប្រហែលពុទ្ធយើងគោរពបូជាណាស់ម៉េះព្រះអង្គគង់តែកិច្ចមិនផុតពីសគុតហើយចុះតម្រាំយើងកិច្ចផុតពីស្លាប់ឯណាបានញោម
ស្ដេច Alexander the Great វាយឈ្នះគេតាំងតែពីបាប៊ីឡូនមកក្រិចរ៉ូមមកដល់ឥណ្ឌាយកដីបានមកជាហៀងមេឃយកទ្រព្យសម្បត្តិកើតជាស្ដេចចក្រខ្លាំងណាស់ប៉ុន្តែដល់ទីបំផុតចិត្តស្លាប់ឲ្យគេធ្វើមកឈូសមាសប្រហោងសងខាងសោកដៃសោកជើងចេញទៅក្រៅហើយក៏ឲ្យដុកទ័រមកសែងហែតាមផ្សារបញ្ជាក់ប្រាប់គេថាម៉េចថាបងប្អូនអើយខ្ញុំជាស្ដេចចក្រដែលវាយទៅដើមប្រទេសគេបានច្រើនហើយខ្ញុំមានមាសមានពេជ្រច្រើនប៉ុន្តែឥឡូវខ្ញុំចិត្តស្លាប់ហើយយកទៅអត់បានទេដូច្នេះខ្ញុំស្លាប់ទៅដៃទៅទេបានគាត់លុកដៃដាក់ចេញមកក្រៅមកឈូសឲ្យគេសែងតាមផ្សារឲ្យគេមើលមកឈូសមាសមែនប៉ុន្តែគាត់ទៅទេហើយអ្នកណាអ្នកសែងគឺដុកទ័រគាត់ចង់បញ្ជាក់ថាសំបីគ្រូថ្នាំក៏ស្លាប់ដុកទ័រក៏ស្លាប់ដែរបើអញ្ចឹងឈប់លោភលន់ឈប់ចង់បានពេកបើសិនជារស់ហើយមិនចាំកាពះរស់ចែកគ្នារស់ទៅជួយគ្នាទៅវិញទៅមកទៅសាងសេចក្តីល្អទៅពាក្យទាំងនេះមហាធម្មអន្តរាកន្ធីអ្នកប្រាជ្ញឥណ្ឌាលោកលើកឡើងថាកាពះមនុស្សប្រពន្ធក្បាលឆ្កែប៉ុន្តែមហិច្ឆតាគ្មានលេខដាក់បើមនុស្សចេះចែកគ្នារស់ល្មមទៅរញចាំកាពះបានហើយគិតម៉ែឪគិតបងប្អូនគិតក្រុមគ្រួសារគិតមិត្តភ័ក្តិផងឯចំណែកលោក Steve Jobs មេ iPhone អ្នកសមាធិដែលអាត្មាថាមិញហ្នឹងអ្នកសមាធិផលិត iPhone ឲ្យយើងនេះគាត់រៀបស្លាប់ទៅគាត់ផ្ដាំថាអ្នកទាំងអស់គ្នាខ្ញុំគេសម្លឹងមកថាខ្ញុំជាបុគ្គលមានជ័យជំនះលើមុខចំនួនមានប្រាក់រាប់លានដុល្លារប៉ុន្តែនៅសល់2 3ម៉ោងទៀតខ្ញុំត្រូវចោលប្រាក់ហ្នឹងហើយខ្ញុំស្លាប់ចោលប្រាក់ហ្នឹងហើយបើដូច្នេះខ្ញុំលែងមានកម្មសិទ្ធិហើយបើអញ្ចឹងអ្នកទាំងអស់គ្នាហើយបើថារលុយរកកាក់បានហើយកុំភ្លេចម៉ែឪកុំភ្លេចបងប្អូនធ្វើសេចក្តីល្អកសាងអនុស្សាវរីយ៍ដើម្បីមនុស្សជាតិផងទៅគង់ឲ្យយើងស្លាប់ទៅគេឈ្មោះយើងស្នាដៃយើងនៅរស់ណាញ៉ាំមើលកណេះអញ្ចឹងហើយបានជាញោមជំទាវឯកឧត្តមបាននាំគ្នាកសាងនាំគ្នាធ្វើអំពើល្អនេះជាការប្រពៃហើយនេះហើយមេរៀនចេញពីព្រះអង្គចិត្តព្រះនិព្វានទៅព្រះអង្គផ្ដាំទុកគ្មានអីយកទៅបានទេដូច្នេះមានតែអំពើល្អហើយម្យ៉ាងវិញទៀតហេតុអីបានជាព្រះអង្គមិនដាក់អាយុសង្ខារពីមុនមកទៅមកដាក់ថ្ងៃហ្នឹងមកពីព្រះអង្គរៀបចំឲ្យកូនចៅរឹងដៃរឹងជើងសិនមុននឹងព្រះអង្គព្រះនិព្វានតលកូនចៅរឹងដៃរឹងជើងសិនបានធ្វើសាសនានេះឲ្យតទៅមុខបានអញ្ចឹងយើងការតែងតាំងមនុស្សណាឲ្យធ្វើអីតលតែយើងបង្ហាត់បង្រៀនមនុស្សនឹងឲ្យរឹងដៃរឹងជើងសិនអាចទុកចិត្តបានហើយសឹមប្រឡែងអញ្ចឹងបានមានគេសំណួរសួរថាចុះពីពេលមុនមិនក៏ព្រះអង្គមិនដាក់អាយុសង្ខែឲ្យបានជាដាក់ពេលហ្នឹងមិនក៏មិនឆាប់ព្រះនិព្វានគេថាមកពីព្រះអង្គបង្រៀនសិស្សគុណនឹងឲ្យមានរឹងដៃរឹងជើងអត់ពីព្រះអង្គទៅអាចការពារសាសនាអាចដឹកនាំគេបានសិនបានព្រះអង្គនឹងថាកូនចៅរឹងដៃរឹងជើងឲ្យបានព្រះអង្គដាក់អាយុសង្ខារយ៉ាងហ្នឹងមិញមេរៀននេះសម្រាប់យើងទាំងអស់គ្នាមុននឹងស្លាប់ចោលលោកនេះទៅយើងបានបង្រៀនកូនចៅឲ្យចេះធ្វើការបន្តពីយើងទៅបានហើយសឹមយើងផ្ទេរតំណែងឲ្យអញ្ចឹងណា